តើបងប្អូនមកញ៉ាំទាំងអស់គ្នាតើបងប្អូនឥឡូវយើងមកធ្វើនំចុកស្រស់ទាំងអស់គ្នាបងប្អូននេះគ្រឿងផ្សំរបស់យើងបងប្អូននេះគ្រឿងផ្សំរបស់យើងមានស្លឹកគ្រៃគល់ស្លឹកគ្រៃល្មៀតហើយនឹងខ្ជាយបងប្អូនហើយនឹងខ្ទឹមសបងប្អូនខ្ទឹមសដោយសារនេះខ្ញុំបកឲ្យទុកក្នុងទូទឹកកកបងប្អូនអញ្ចឹងវាសម្បូរអត់សូវស្អាតទេប៉ុន្តែយើងអាចប្រើការបាននំចុកយើងគឺយើងប្រើសាច់ត្រីនេះខ្ញុំដាក់ក្បាលត្រីបងប្អូនចាហើយនេះតៅហ៊ូបំពងជាមួយនឹងសាច់ប៉ាតេហើយនឹងប្រហិតចានេះនំបញ្ចុកយើងហើយបន្លែបងប្អូនចាបន្លែយើងនៅមានសណ្ដែកមួយមុខទៀតណាបងប្អូនសណ្ដែកបដុកហើយនេះឈាមមាន់បងប្អូនចាតោះទៅតាមដានទាំងអស់គ្នាបងប្អូនតើបងប្អូនឥឡូវយើងមកបុកគ្រឿងទាំងអស់គ្នានេះខ្ញុំបុកតែបងប្អូនចង់បង់វាទាំងអញ្ចឹងក៏បានដែរបងប្អូនដំវាបែកចឹងហើយចាំបងចូលឆ្នាំងស្លយើងណាបងប្អូនតែនេះខ្ញុំចង់បុកវាដើម្បីវាម៉ត់ហើយឲ្យវាធំក្លិនគ្រឿងខ្លាំងនៅក្នុងទឹកស៊ុបយើងហ្មងណាបងប្អូនចាបើសិនជាបងប្អូនអត់បុកឲ្យគ្រាន់តែដំដាក់ទេបងប្អូនអាចស្រង់វាចេញវិញណាបងប្អូនតែសម្រាប់នាងខ្ញុំអត់ស្រង់វាចេញទេនាងខ្ញុំទុកវានៅក្នុងឆ្នាំងនឹងហ្មងបងប្អូនបុកវាឲ្យម៉ត់ណាបងប្អូនណាចាបងប្អូនលើនាងខ្ញុំបុកវាម៉ត់ហើយយើងវាដាក់ចានបងប្អូនយើងហៅថានំចុកសោសទឹកខ្ជាយបងប្អូនចានេះបងប្អូនយើងដាក់ដាំទឹកមុនចាយើងដាក់ដាំឲ្យវាពុះសិនណាបងប្អូនចាំយើងបង់គ្រឿងតាមក្រោយចាបងប្អូនឥឡូវទឹកយើងពុះហើយបងប្អូនខ្ញុំដាក់អំបិលមួយចុងស្លាបព្រាហើយយើងដាក់គល់ខៃចូលជាមួយនឹងស្លឹកគ្រៃពេលដែលយើងស្លឆ្អិនហើយយើងស្រង់គល់ខៃនិងស្លឹកខៃចេញណាបងប្អូនឥឡូវយើងដាក់គ្រឿងចូលមកបងប្អូនបន្ទាប់មកយើងបង់ត្រីចូលដើម្បីវាឆ្អិនបងប្អូនឥឡូវទឹកយើងពុះហើយបងប្អូនយើងដាក់ឈាមមាន់ចូលត្រីអញ្ចឹងយើងដាក់វាឲ្យពុះមកទុះសិនណាបងប្អូនតើបងប្អូនឥឡូវពុះទៀតហើយអញ្ចឹងយើងមកប្រហិតចូលនេះខ្ញុំដាក់ប៊ីចេងមកចុងស្ព្រាបន្ទាប់មកយើងដាក់ស្ករអូនយើងដាក់2ស្ព្រាកន្លះហើយនេះខ្ញុំដាក់ម្សៅស៊ុបខ្នុរមកស្ព្រាកន្លះបងប្អូនអំបិលដែលគេហៅអំបិលហេម៉ាឡៃបងប្អូនបន្ទាប់មកយើងថែមទឹកត្រីបន្តិចមកបងប្អូនប៉ុណ្ណឹងកុំឲ្យវាប្រៃពេកដោយសារយើងញ៉ាំជាមួយនឹងកាពិបងប្អូនទឹកកាពិចាបងប្អូនឥឡូវយើងស្រង់ត្រីយើងចេញបងប្អូនបើយើងដាក់ក្នុងត្រាំក្នុងឆ្នាំងហ្នឹងខ្លាចវាលួយត្រីអស់បងប្អូនទឹកជ្រលក់ទាំងអស់គ្នាគឺទឹកកាពិអំពិលទុំនេះអំពិលទុំដែលម៉ាក់នេះខ្ញុំបេះពីចកាមកគាត់បេះឲ្យដាក់គីឡឲ្យនេះខ្ញុំឡើងមកគីឡបងប្អូនអើយចាហើយបងប្អូនយើងដួសទឹកស៊ុបដាក់ចូលហើយបងប្អូនជ្រុំទៀតទៅដោយសារនេះខ្ញុំលាយតែមួយចានទេបងប្អូនហើយសម្រាប់ទឹកកាពិហ្នឹងដោយសារតាម៉ាក់នេះខ្ញុំគាត់ឆាទុកឲ្យនេះខ្ញុំមួយកែវហើយហីអញ្ចឹងនេះខ្ញុំគ្រាន់តែដួសវាដាក់វាជាមួយនឹងទឹកអំពិលទុំហ្នឹងគឺជាការស្រេចទេបងប្អូនចានេះខ្ញុំគ្រាន់តែជ្រុំប៉ុណ្ណឹងបានចេញហើយគឺនេះខ្ញុំដាក់ទឹកកាពិចូលហើយបងប្អូននេះកាពិម៉ាក់នេះខ្ញុំគាត់ឆាទុកឲ្យនេះខ្ញុំមួយកែវអញ្ចឹងនេះខ្ញុំគាត់ដាក់គ្រឿងហើយអញ្ចឹងនេះខ្ញុំគ្រាន់តែដួសយកមកដាក់លាយជាមួយនឹងទឹកអំពិលទុំយើងឯងបងប្អូនចាបងប្អូនយើងនៅតែថែមម្ទេសទេអញ្ចឹងនេះខ្ញុំអត់បានថតដាក់ថែមម្ទេសទេចាំពេលញ៉ាំចាំមានម្ទេសក្នុងចានហ្មងបងប្អូនឥឡូវយើងមកសូមបន្លែនិងនំបញ្ចុកមួយគ្នាបងប្អូនឥឡូវយើងដួសទឹកស៊ុបយើងសូមបន្លែបងប្អូនសូមនំបន្លែនិងនំបញ្ចុកបងប្អូនហើយយើងចាក់ទឹកស៊ុបចូលវិញចឹងណាបងប្អូននេះឃើញទេបានញ៉ាំបាត់ហើយបងប្អូនអញ្ចឹងបងប្អូនយើងរៀបសាច់ដាក់នៅលើចានយើងមក
យើងដាក់ជីមិនតិចមកបងប្អូនចាបន្ទាប់មកយើងដាក់ផ្កាស្នោបងប្អូនហើយយើងដាក់យងចេកបងប្អូនបន្ទាប់មកយើងដាក់សាច់ត្រីបងប្អូនអូយឆ្ងាញ់ណាស់បងប្អូនអើយតំណងដល់ហើយបងប្អូនអើយចានេះបងប្អូនចឹងមកបងប្អូនតំណងហ៎វ៉ាវមួយចានបាត់ហើយបងប្អូនអើយនេះឃើញទេបងប្អូនចាបងប្អូនឥឡូវយើងដួសទឹកស៊ុបដាក់ក្នុងចានរបស់យើងខ្ញុំប្រហិតមកគ្រាប់មកហើយនឹងឈាមមាន់បងប្អូនអើយមួយចានបឹកហ្មងបងប្អូនធ្វើញ៉ាំខ្លួនឯងស្និទ្ធមាត់ណាបងប្អូនចាអញ្ចឹងបងប្អូនបើបងប្អូនចូលចិត្តដាក់ទឹកច្រើនបងប្អូនដាក់ទឹកច្រើននេះខ្ញុំដាក់តែប៉ុណ្្នឹងឯងបងប្អូនចាកាត់ម្ទេសដាក់ក្នុងចានរបស់យើងក្នុងចានទឹកជ្រលក់យើងបងប្អូនអាហ្នឹងវាអត់ញ៉ាំម្ទេសអត់កើតបងប្អូនតែបងប្អូនហើយនេះខ្ញុំដាក់ស្ករនៅក្នុងទឹកជ្រលក់យើងបន្តិចមកបងប្អូនហើយបងប្អូនច្បល់វាចេះមកតើបងប្អូនមកញ៉ាំទាំងអស់គ្នាញ៉ាំចុកសទាំងអស់គ្នាបងប្អូនចង់ហួរអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូនេះខ្ញុំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ